យើងនិយាយពីផលវិបាកនៅក្នុងការធ្វើ freelance ក៏វាមានយើងនិយាយពីការផលវិបាកនៅក្នុងការធ្វើក្រុមហ៊ុនក៏វានៅតែមានមិនមែនមានថាយើងរៀនតែពី skill មួយដែលយើងកំពុងតែមានហ្នឹងឯងប៉ុន្តែយើងរៀនទាំង skill តាក់ទងជាមួយនឹងការ communicate ជាមួយនឹងគ្នាយើងរៀនទាំង skill តាក់ទងជាមួយនឹងការធ្វើជាក្រុមហើយយើងដឹងអំពីច្បាប់មួយចំនួនដូចគ្នាដែរ Sir យើងត្រូវរកជា foundation របស់យើង like យើងត្រូវស្គាល់អតិថិជនស្គាល់អីទៅហើយយើងបើក business យកមកខាង software engineer ពេលខ្លះពីច្រើនអត់ចូលចិត្តនិយាយ so ពីច្រើនគាត់អត់មានសូវមាន connection ទេ freelancer ដែរតែពីច្រើនអ្នកបើកជាកម្មគឺគាត់មានជា team គាត់តែ freelancer ពីច្រើនគាត់ធ្វើ alone freelance ហ្នឹងត្រូវការអត់ធ្មត់ខ្ពស់ការទំនួលខុសត្រូវហើយនឹងការរៀបចំ schedule ឲ្យបានច្បាស់លាស់ជាមួយអតិថិជនបើយើងរៀបចំឲ្យបានទៅគឺវាច្បុកច្បល់វាធ្វើឲ្យការងាររបស់យើងវាកាន់តែមកបានដែលគាត់មានវិជ្ជាដែលគាត់ធ្វើនៅសាលាហ្នឹងគាត់គួរតែផ្សព្វផ្សាយទៅលើប្រព័ន្ធ social media ដើម្បីឲ្យ client បានឃើញជំរាបសួរប្រិយមិត្ត Amor Podcast ថ្ងៃនេះគឺយើង vibe ក្រហមមួយលឿងជាកម្មវិធីចូលឆ្នាំចិនហើយឃើញថាសូម្បីតែអ្នកចូលរួមរបស់យើងថ្ងៃនេះទាំង3នាក់មានលឿងមានក្រហមសុខសប្បាយលេងបងសុខសប្បាយខ្លាំងថ្ងៃនេះមានកម្រងទៅលេងនៅណាដែរក្រោយពីយើងថត show តាក់ទងជាមួយនឹង episode ដែលនិយាយអំពីការធ្វើការនៅក្នុងការងារហើយជាពិសេសគឺនៅក្នុងកំឡុងពេលចូលឆ្នាំចិនអញ្ចឹងណាចូលឆ្នាំចិនខ្ញុំទៅលេងសមុទ្របី relax ខ្លួននៅពេលដែលយើងធ្វើការយ៉ាង hot ឬក៏ stress អីចឹងយើងគួរតែទុកពេលខ្លួនឯង relax ខ្លះបងហ្នឹងហើយកន្លែងធ្វើការយើងសម្រាប់ប្រហែលថ្ងៃបានយើងមានឱកាសទៅដើរលេងពេល3ថ្ងៃអូខេជិះមានថាកន្លែងសុកលេងគឺយើងសម្រាប់ពេលចូលឆ្នាំចិនហើយថ្ងៃផ្សេងទៀតយើង back up វិញផ្សេងហ្នឹងទៅតែឥឡូវគេឲ្យយើងឈប់3ថ្ងៃទៅដើរលេងអញ្ចឹងមានថាយើងមានឱកាសសម្រាប់បានច្រើនអញ្ចឹងណាហ្នឹងក៏ជាគេហៅថាល្អម្យ៉ាងដែរអញ្ចឹងណាហ្នឹងហើយចូលមិញសៀងវិញឥឡូវនេះគេពងពេញ trend ថាសុំអាំងប៉ាវធំឥឡូវកូនចៅសុំអាំងប៉ាវមេអញ្ចឹងណាគិតថានេះជាបៃណីឬក៏ជាគេហៅថារូបភាពហ្នឹងគឺបើយើងគិតទៅលើក្រុមហ៊ុនវិញគិតថាមិនដែរខ្ញុំគិតថាហ្នឹងដូចជាមិនបៃណៃយើងទេតែបើសិនអាចក្រុមហ៊ុនមួយគួរអាចឲ្យអាំងប៉ាវដល់បុគ្គលិកអញ្ចឹងដើម្បីលើកទឹកចិត្តទៅដល់គាត់ like គាត់អាចធ្វើការខ្លាំងជាងមុនចាំមិនថាដូចជាអាំងប៉ាវទឹកអៀលើទឹកចិត្តពួកគាត់ដែលធ្វើការអញ្ចឹងទៅបើដូច bonus អញ្ចឹងទៅប៉ុន្តែបើអត់ឲ្យបុគ្គលិកអាចនឹងសប្បាយចិត្តដែរអត់អីបងព្រោះ50-50លក្ខណៈបនប្រពៃណីចិនហ្នឹងវាមិនមែនជាបនរបស់ខ្មែរយើងទេបើសិនជាក្រុមហ៊ុនគាត់ឲ្យលក្ខណៈអាំងប៉ាវក៏យើងសប្បាយចិត្តដែរហើយយើងមានទឹកចិត្តក្នុងការព្រោះការងារបន្ថែមទៀតបងតែពិតបើសិនជាយើងនិយាយជាក់ស្ដែងទៅការដែលយើងផ្ដល់ allowance ឬក៏តិចអីហ្នឹងវាសម្ដែងចេញបានច្រើនរូបភាពហ៎មួយឆ្នាំបើយើងគិតទៅដូចក្រុមហ៊ុនខ្លះគាត់មានឲ្យតាំងអាំងប៉ាវពេលចូលឆ្នាំចិនចូលឆ្នាំខ្មែរគាត់មានឲ្យទៀតហ្នឹងហើយ Christmas មានកាដូអីចឹងទៅហើយចុងឆ្នាំគាត់មានឲ្យទៀតអញ្ចឹង benefit គឺគាត់ឲ្យច្រើនមែនតើបើសិនជាយើងនិយាយអំពីថាតើអាចជាទម្លាប់ហើយយើងគិតថានឹងវាជាទម្លាប់ល្អអត់វាគិតថាវាអាចនឹងក្រុមហ៊ុនគាត់អាចចុះលុយច្រើននៅពេលដែលគាត់ឲ្យចឹងច្រើនពេកអញ្ចឹងនឹងសំខាន់សម្រាប់ក្រុមហ៊ុនខ្លះគេអាចសូវខ្វល់រឿងលុយតិចតួចហ្នឹងគេយកលុយតិចតួចដើម្បីលើកចិត្តបុគ្គលិកដើម្បីគាត់ធ្វើការបានល្អជាងមុនតែអាហ្នឹងក៏មិនតម្រូវការក្រុមហ៊ុនត្រូវមានអាហ្នឹងហ្មងបានដែរពួកក្រុមហ៊ុនខ្លះគាត់រៀងលោរៀងបាត់ចិត្តដែរលោបាត់ចិត្តដែរអញ្ចឹងយើងអាស្រ័យតែជួនកាលឲ្យតិចពេកក៏បុគ្គលិកគាត់អត់សប្បាយចិត្តដែរណាពេលខ្លះមេរអីខ្លួនទៀតពេលតិចពេកអត់ហ៊ានឲ្យដែរអញ្ចឹងយើងធ្វើវិធីសាស្ត្រអីធ្វើមិនយើងបើយើងចង់ចូលរួមឲ្យដែរយើងធ្វើវិធីសាស្ត្រអីហ្នឹងគាត់ថាបើសិនបាច់ឲ្យជាលុយឬក៏បុគ្គលិកបានអាចជាអាហារពេលល្ងាចជុំគ្នាពេលចូលឆ្នាំជុំគ្នាអញ្ចឹងទៅអញ្ចឹងក៏ម្យ៉ាងម្យ៉ាងដែរដូចជាប្រពៃណីមួយដែលយើងអាចថាយើងបង្កើតឱកាសណាឱកាសជុំគ្នាតែពិតការជុំគ្នាការពិភាក្សាគ្នាវាជារូបភាពមួយដែលជួយឲ្យកាន់តែមានភាពស្និទ្ធស្នាលគ្នារវាងបុគ្គលិកធ្វើការជាមួយនឹងគ្នាហើយយើងចំណាស់ក្រោយពេលធ្វើការយើងសប្បាយជុំគ្នាបានណាកុំឲ្យថាយើងមកធ្វើការហើយយើងអបសុកអីចឹងទៅហ្នឹងហើយបុគ្គលិកខ្លះក៏គាត់កាត់ខ្សែចិនដែរមានសៀងកាត់ចិនទេអត់កាត់ចិនទេអត់កាត់ចិនទេឥឡូវមកដូចចិនដូចចិនជើណៃលេងបើខ្ញុំខ្លួនខ្ញុំផ្ទាល់ខ្ញុំថាខ្ញុំអត់កាត់ចិនទេបើតាខ្ញុំយាយរបស់ខ្ញុំគាត់សែនយ៉ាមែនតែនទៅមួយទៀតចង់និយាយដែរបងឃើញច្រើនមែនតែនតាំងពីចូលធ្វើការដូចមិត្តរួមការងារមួយចំនួនធម្មតាអ្នកដែលគាត់កាត់ខ្សែស្រឡាយចិនគាត់តែងតែគិតថាកម្មវិធីពិធីបុណ្យចូលឆ្នាំចិនហ្នឹងវាជាកម្មវិធីធំសម្រាប់ពួកគាត់មែនតែនអញ្ចឹងគាត់ថាការព្រោះបើសិនជាយើងមើលពីថ្ងៃជប់សម្រាប់តាមច្បាប់ការងាររបស់យើងដូចជាអត់មានចូលឆ្នាំចិនទេបាទមានតែចូលឆ្នាំខ្មែរ3ថ្ងៃអញ្ចឹងទៅ
បាទទៅពេលចូលចំចិនយើងអត់មានទេអញ្ចឹងដូចដោយសារសុកលេងគាត់ថាគាត់ទៅដើរលេងអីចឹងដោយសារតែក្រុមហ៊ុនគាត់មានឈប់អញ្ចឹងណាអូនគិតថាយើងគួរតែក្រុមហ៊ុនគាត់គួរតែអនុវត្តគោលការណ៍នឹងអត់គួរឲ្យបុគ្គលិកឈប់ពេលឆ្នាំចិនអីចឹងណា និយាយទៅតាមក្រុមហ៊ុនពេលខ្លះមេគាត់កាត់ចិនអញ្ចឹងគាត់ឈប់ថ្ងៃហ្នឹងទៅប៉ុន្តែខ្ញុំគិតថាអត់គួរព្រោះអីក្រុមហ៊ុនគួរតែ run business គាត់ទៅមុខដើម្បីកុំឲ្យខាននៅការងារអីដែលសេសសល់អញ្ចឹងឲ្យគាត់ធ្វើប្រហើយនៅថ្ងៃចូលឆ្នាំចិនហ្នឹងសុខចិត្តឈប់ថ្ងៃផ្សេងដែលជាបនសំខាន់វិញបង តើប៉ុន្តែបើសិនជាគាត់អាចមានយុទ្ធសាស្ត្រក៏គាត់អាចថាយកចូលចំចិនហ្នឹងជាដូចថាជាប់ឈប់នៅចូលចំចិនហើយប៉ុន្តែបនមួយថ្ងៃផ្សេងទៀតគេអត់ឈប់វិញណាអាហ្នឹងក៏វាជាមួយយ៉ាងដែរហ្នឹងហើយ ខ្ញុំមានន័យថាយើងកាត់ថ្ងៃបនដែលអត់សូវសំខាន់ ហ្នឹងហើយកាត់ថ្ងៃបនសំខាន់ទៅយើងមកធ្វើការនៅថ្ងៃបនផ្សេងទៀតទៅយើងយកថ្ងៃហ្នឹងយើងមកឈប់នៅថ្ងៃចូលចំចិនវិញដើម្បីធ្វើម៉េចព្រោះកុំឲ្យថាមានអ្នកខ្លះគាត់កាត់ចិនអ្នកខ្លះខ្ញុំមិនទាន់កាត់ចិនទេសុំច្បាប់អីចឹងណាហើយអានេះបើសិនជាបងជឿថាពេលខ្លះបើសិនជាគាត់ដូចថាមានក្រុមគ្រួសារគាត់សែនអីចឹងអារម្មណ៍គាត់ដូចអត់នឹងដែរយ៉ាគាត់ចេះចង់ទៅណាចង់ទៅជួបជុំគ្នាសួរសម័យដល់ផ្ទះហើយត្រូវការអត់បានទេកងមកត្រូវតែទៅសែនបើមិនចឹងទេគាត់ប្រកាន់អីចឹងទៅបាទអញ្ចឹងវាមានរឿង2 3ច្រើនដែរតែពិតថ្ងៃនេះយើងក៏មិនមែនចង់ជជែកគ្នាតាក់ទងជាមួយនឹងរឿងនឹងខ្លាំងពេកដែរពីព្រោះយើងដឹងថានេះជានិន្នាការមួយឬក៏ជា trend មួយដែលឥឡូវគេនាំគ្នាផុសឥឡូវមេចំនួនរៀងខ្លាចនឹងឃើញ message ថាសុំអាំងប៉ាវតអាំងប៉ាវធំទៀត ខ្លាចចូលឆ្នាំចិន ខ្លាចចូលចំចិនព្រោះអាំងប៉ាវច្រើនពេកបាទអាចប្រាប់អ្នកដែលគាត់ស្ដាប់ podcast បាននេះថាតើសុលេងឥឡូវបច្ចុប្បន្នសុលេងធ្វើការជំនាញគេដែរ សម្រាប់ខ្ញុំធ្វើការ digital marketing ជាមួយនឹង graphic design មក ហើយជំនាញហ្នឹងយកយ៉ាងម៉េចដែរចំពោះការងារហ្នឹង ជំនាញហ្នឹងវាតម្រូវការទីផ្សារច្រើនហើយពាក់ព័ន្ធជាមួយនឹងវិស័យវិទ្យាផងដែរបង សម្រាប់ខ្ញុំវិញខ្ញុំធ្វើខាងផ្នែក software engineering ខ្ញុំគិតថាទីផ្សារអ្នករៀនខាង IT ក៏មានកាន់តែច្រើនដែរអញ្ចឹងមកនេះថាវាអត់ស្មើគ្នា បាទតន់តែឥឡូវនេះក៏ភាគច្រើនអ្នកដែលរៀនខាងហ្នឹងគេនិយមធ្វើការគេថាឯករាជ្យណា freelancer ឬក៏មិនសូវធ្វើការនៅក្រុមហ៊ុនទេបងចង់ដឹងពីអ្នកទាំងពីរពួកអ្នកទាំងពីរតែពិតបងខ្លួនឯងក៏ផ្នែកហ្នឹងដែរបងដូចជាការងារមួយចំនួនបងក៏រៀងទៅចង់ freelance ច្រើនដែរអញ្ចឹងណាយើងគិតថាតើធ្វើការនៅក្នុងក្រុមហ៊ុនឬក៏ freelance អ្នកដែលរៀនផ្នែកហ្នឹងណាគាត់បើសិនជាឲ្យគាត់មានជំរឿណាតើគាត់គួរទៅជំរឿមួយណាហេតុអី អាហ្នឹងតាមលើគាត់សម័យខ្លួនគាត់ដែរបើសិនជាគាត់គិតថាខ្លួនឯងមានសមត្ថភាពខ្លាំងហើយអាចចង់បានសេរីភាពច្រើនលើខ្លួនឯងគាត់អាចជ្រើសរើស freelance តែបើសិនជាគាត់គិតថាសមត្ថភាពរបស់ខ្លួនឯងនៅមានកម្រិតអត់ទាន់ដឹងថាចាប់យកមួយណាទៅមួយណាគាត់អាចចូលធ្វើការនៅក្រុមហ៊ុនសិននៅក្នុងក្រុមហ៊ុនហ្នឹងអាចទទួលបាននៅចំណេះដឹងលក្ខណៈធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងគាត់មានច្បាប់ការងារស្រាប់អញ្ចឹងគាត់ចូលទៅគាត់ follow តាម rule របស់ក្រុមហ៊ុនទៅយកគាត់ improve សមត្ថភាពរបស់គាត់តាមនឹងដែរបង ចឹងពីទាំង freelance ទាំងធ្វើការនៅក្រុមហ៊ុនគឺមួយយ៉ាងម្នាក់បង តែដល់ពេលសុកលេងលើកឡើងមិញហាក់បីដូចជាក្រុមហ៊ុនមើលទៅល្អជាងហ្នឹងហើយចុះដល់ពេលអូនគិតថា freelance ល្អជាងឬក៏មិនដែរអានហេតុអី ខ្ញុំគិតថា depend on មនុស្សដែរពេលខ្លះអ្នកដូចខាង software engineer ពេលខ្លះពីច្រើនអត់ចូលចិត្តនិយាយ so ពេលច្រើនគាត់អត់មានសូវមាន connection ទេហ្នឹងលុះត្រាតែគាត់មានជា team ដែលជា team មានគ្នាចូលហើយម្នាក់ហ្នឹងជា marketing មកគាត់ងាយស្រួលរកខ្លែងដើម្បីរកចំណូលបានតែបើមិនគាត់ដូចជាគាត់អត់មានជា team អញ្ចឹងគាត់អាចចូលធ្វើការជាក្រុមហ៊ុនល្អជាងដោយសារក្រុមហ៊ុនវាមានអីស្រាប់មានអីដែលយើងគ្រាន់តែ follow ទៅមានប្រាក់ខែប្រចាំខែស្រាប់មក ប្រាក់ខែគោលបាទវាដូចថាវាអត់មានមួយណាដែលនេះណាប៉ុន្តែគាត់ថាសម្រាប់នៃការជ្រើសរើសនឹងយើងនិយាយពីផលវិបាកនៅក្នុងការធ្វើ freelance ក៏វាមានយើងនិយាយពីការផលវិបាកនៅក្នុងការធ្វើក្រុមហ៊ុនក៏វានៅតែមានវាអត់មានមួយណាដែលថាត្រូវទាំងអស់វាអាស្រ័យលើពួកគាត់ដូចគ្នាដែរប៉ុន្តែបើសិនសម្រាប់បងគិតបងរៀងបងធ្វើទាំងពីរមុនធ្វើទាំង freelance ធ្វើទាំងក្រុមហ៊ុនណាក៏ប៉ុន្តែយើង learn បានច្រើនជាងគឺយើងភាគច្រើន learn បានពីក្រុមហ៊ុនបានច្រើនជាងព្រោះវាបើយើងនិយាយពី skill វាមិនមែនមានថាយើងរៀនតែពី skill មួយដែលយើងកំពុងតែមានហ្នឹងទេប៉ុន្តែយើងរៀនទាំង skill តាក់ទងជាមួយនឹងការ communicate ជាមួយនឹងគ្នាយើងរៀនទាំង skill តាក់ទងជាមួយនឹងការធ្វើជាក្រុមហើយយើងដឹងអំពីច្បាប់មួយចំនួនដូចគ្នាដែរបាទហើយទាំងអស់ហ្នឹងវាហាក់បីដូចជាឲ្យយើងយល់ដឹងអំពីមជ្ឈដ្ឋាននៃការធ្វើការអញ្ចឹងនៅពេលដែលយើងធ្វើបាន3 4 5ឆ្នាំហើយយើងជំនាញហើយយើងគិតថាយើងអាចដឹកនាំបានធ្វើបានខ្ញុំគិតថារឿងទៅ freelance ក៏វាមិនពិបាកខ្លាំងដែរហ្នឹងហើយអាចប្រាប់ពីការងារ freelance ហ្នឹងបើយើងឲ្យនិយមន័យឲ្យចំយើងអាចឲ្យយ៉ាងម៉េចការងារ freelance ការងារ freelance គឺជាការផ្ដល់សេរីភាពមានថាចង់ធ្វើអីក៏បានលក្ខណៈគាត់ធ្វើការពីផ្ទះក៏បានធ្វើការតាមរយៈ online ក៏បានជួប
តិតិជនការងារ freelance យើងអាចទទួលបានប្រាក់កម្រៃច្រើនក្នុង project មួយយើងអាច project មួយយ៉ាងទៅជាភាគច្រើន freelance ធ្វើជា project ហ្នឹងហើយបង project 1 project 2បទពិសោធន៍ធ្វើ freelance អាចលើកពី3ចំណុចមកថាតើបទពិសោធន៍ណាដែលយើងគិតថាយើងចងចាំហើយឬក៏ភាពពិបាក ពីមុនខ្ញុំធ្លាប់ធ្វើ project មួយពាក់ព័ន្ធជាមួយនឹងការ design លក្ខណៈជាកញ្ចប់អញ្ចឹងបងផលពិបាកនៅក្នុងការធ្វើ project ហ្នឹងគឺ deadline យេ deadline អតិថិជនគាត់ទាមទារបត់ deadline ថាធ្វើកម្រិតថាត្រូវតែបានថ្ងៃហ្នឹងប៉ុន្តែយើងនឹងធ្វើអត់តាន់ហើយអញ្ចឹងយើងត្រូវការដាច់យប់ដាច់អីអញ្ចឹងហ៎បង ជំនឿថាប្រហែលជាយើងរៀបចំគ្រប់គ្រងពេលវេលាដើម្បីគ្រប់គ្រង scope ការងារហ្នឹងវាអត់ត្រឹមត្រូវ freelance ហ្នឹងត្រូវការអត់ធ្មត់ខ្ពស់ការទំនួលខុសត្រូវហើយនឹងការរៀបចំ schedule ឲ្យបានច្បាស់លាស់ជាមួយអតិថិជនបើយើងរៀបចំឲ្យបានទៅគឺវាច្បុកច្បល់វាធ្វើឲ្យការងាររបស់យើងវា ពិបាកអស់ខ្លាំងអត់នេះ យើងពិបាកបងមួយទៀត freelance បើសិនជាយើងធ្វើការ freelance យើងស្វែងរកការងារ freelance តើយើងចេះផ្សព្វផ្សាយខ្លួនឯងដែរបកកែតំណហើយ social media digital សំខាន់បើសិនជាយើងអត់ចេះផ្សព្វផ្សាយខ្លួនឯងគឺអត់មានណាដឹងទេ ហើយចុះមេសៀងដោយសារដូចអត់មេសៀងមើលទៅដូចរៀងខាងក្រុមហ៊ុនជាងដែរ បាទ ហ្នឹងហើយបើសិនជាអ្នកដែលធ្វើការ freelance ហ្នឹងដូចអូនឯងធ្លាប់ធ្វើទាំងពីរអូនឯងគិតថាអាចថាគុណវិបត្តិនៃការធ្វើ freelance ហ្នឹងយើងនិយាយគុណវិបត្តិសិនណាព្រោះវាមានចំណុចល្អច្រើនដែរមិនយើងនិយាយច្រើនដែរដូចថាឥឡូវធ្វើការ freelance យើងអត់ចាំបាច់ទៅធ្វើការពេលព្រឹកម៉ោងចេញម៉ោងចូលដូចគេ flexible ដែរយើងធ្វើនៅណាក៏បានហើយយើងអាចធ្វើម៉ោងប៉ុណ្ណាក៏បានដែរប៉ុន្តែធ្វើម៉េចឲ្យទាន់ពេលវេលា ចា៎ បាទតែដល់ពេលធ្វើការងារពេញម៉ោងយើងទៀមទីឲ្យ មានកំណត់ម៉ោងទៅម៉ោងចេញម៉ោងចូលអញ្ចឹងទៅ ហ្នឹងហើយហើយគិតថាបើយើងធ្លាប់ធ្វើ freelance ហើយយើងមកធ្វើការពេញម៉ោងអីដូចទៅរួចហើយឬក៏យើងគិតថាវាពិបាកបាត់បែនណាហ្នឹងពិបាក ហ្នឹងខ្ញុំគិតថាបើសិនធ្វើការពេញម៉ោងល្អជាងព្រោះមាន set schedule ហើយខ្ញុំអត់ទៅការបណ្ដេញ schedule ខ្លួនឯង freelance ហ្នឹងក៏វាជាលក្ខណៈមួយថាគឺការធ្វើខ្លួនឯងទាំងអស់ដែរអញ្ចឹងវាពិបាកជាងធ្វើការក្រុមហ៊ុន full time ហង អញ្ចឹងមានន័យថារឿងធ្វើការក្រុមហ៊ុនយើងរៀង more depend ជាងអញ្ចឹងណាស្ដាប់មើលទៅចំណុចទាំងពីរហ្នឹងបើអាចឲ្យអ្នកដែលគាត់ជាអ្នកថ្មីតែម្ដងអ្នកដែលគាត់រៀនចប់តែម្ដងវាមានបែងចែកជាពីរបើសិនជាគាត់កំពុងតែរៀនឬក៏គាត់រៀនចប់ហើយគាត់មានពេលវេលាគ្រប់គ្រាន់ណាមានន័យថាពួកយើងដូចហាក់បីដូចជាកំពុងតែណែនាំគាត់ឲ្យមកធ្វើការនៅក្រុមហ៊ុនសិនហើយដើម្បីគាត់មានបទពិសោធន៍ប៉ុន្តែបើសិនជាគាត់អាយុច្រើនហើយគាត់ធ្វើការបានច្រើនយូរហើយគាត់អត់សូវមានពេលវេលាទៀតគាត់ចង់រកប្រាក់ចំណូលបន្ថែមអាហ្នឹងក៏គាត់អាចធ្វើ freelance បានទៀតទៅពីព្រោះ freelance គឺដូចលេងនិយាយអញ្ចឹងធ្វើការទំនួលខុសត្រូវខ្ពស់ពីព្រោះថាយើងត្រូវ deal មួយ client ផ្សេងណាហ្នឹងហើយមួយទៀតកន្លែងនេះក៏ជាចំណុចមួយដែលរៀងរសើបដែរពីព្រោះពេលខ្លះដូចយើងទៅធ្វើការ freelance អញ្ចឹងទៅបងប្អូនអ្នកផ្ទះជិតខាងអីគាត់ឃើញយើងនៅផ្ទះអញ្ចឹងណាមានធ្លាប់មានការពាក្យសម្ដីអីមកថាឥឡូវដឹងធ្វើស្អីនៅតែផ្ទះអីអញ្ចឹងអាហ្នឹងយើងធ្លាប់ទទួលបានទេ អាហ្នឹងជួបខ្លាំងជួបច្រើនពេលខ្ញុំធ្វើ freelance នៅពួកអ្នកជិតខាងគាត់ក៏ខ្វល់ like មិនគាត់ចង់ដឹងឯណាគាត់ខកពីយើងដែរឃើញយើងលើផ្ទះអញ្ចឹងតែវាច្រើនខ្ញុំបានជួយប្រមាក់ទៀតព្រោះខ្ញុំទៅជាប់ធ្វើ freelance អញ្ចឹងណាអញ្ចឹងគាត់ចេះសួរនាំទៅ ពីព្រោះយើងអត់ត្រូវទៅណាយើងនៅតែផ្ទះអញ្ចឹងណាសួរថាធ្វើការអីហើយបានចំណូលម៉ានអីម៉ានពេលខ្លះយើងពិបាកឆ្លើយដែរ ហ្នឹងហើយ ចំណូលយើងអត់ទៀងដែរ អត់ទៀងទេពេលខ្លះយើងត្រូវបានក៏បានតាម project អត់បានអត់អញ្ចឹងណាហ្នឹងហើយពេលខ្លះយើងពិបាកគ្រប់គ្រងពិបាកព្យាករណ៍មើលដែរ ចឹង ចាព្យាករណ៍មើលថាតើឥឡូវមួយឆ្នាំហ្នឹងយើងអាចរកបានប៉ុន្មានឆ្នាំក្រោយអាចបានប៉ុន្មាន និយាយទៅ freelance វាអត់ថិតថេរ វាអត់ស្ថិតស្ថេរហ្នឹងហើយហើយ ជួនកាលបានជួនកាលអត់ អញ្ចឹងទៅចុះបើសិនជាឥឡូវមួយវិញទៀតហេតុអីបានជាក្រុមហ៊ុនភាគច្រើនគាត់អត់ចង់បាន freelance ឬក៏ភាគច្រើនគាត់ចង់បានមកបុគ្គលិក full time មកធ្វើការ ព្រោះព័ត៌មានខ្លះយើងអាចឲ្យ freelancer ដឹងទេតែ employee ពេញម៉ោងអញ្ចឹងទៅយើងមានព័ត៌មានគាត់ពេញអញ្ចឹងយើងអាច like depend on គាត់ខ្លាំងជាង ថាគេមានកុងត្រាដែរតើ freelance តែកុងត្រានោះពេលខ្លះថាសើបានខ្លាំងឯងកុងត្រាក៏មាន loophole ដែរអញ្ចឹង អូខេចាំមានន័យថាគាត់ចង់បានអ្នកមកធ្វើការពេញម៉ោងដោយសារតែគាត់គិតថាវាអាចផ្ដល់នៅសុខភាពមួយដល់គាត់ទំនុកចិត្តមួយដល់គាត់ហើយក៏អាចឲ្យក្រុមហ៊ុនគាត់អាចដូចថាតម្លាក់ការងារបានពេលណាក៏បានដែរព្រោះនៅផ្ទាល់នៅទីតាំងផ្ទាល់ចឹងទៅប៉ុន្តែដល់ពេលទៅ freelance ក៏វាជារូបមន្តមួយដែលល្អដូចគ្នាដែរបើយើងគិតមើលទៅមានចំណុចល្អណាស់ដែលយើងគិតថាគាត់គួរតែយក freelance មកធ្វើការនៅក្រុមហ៊ុនរបស់គាត់ freelance គាត់ទទួលបាន project គាត់មាន deadline មានអីច្បាស់លាស់អញ្ចឹងគាត់ធ្វើការលឿនជាង បទពិសោធន៍បងដូចជាតាមរយៈបទពិសោធន៍បងធ្វើការជាមួយនឹង freelance មូលហេតុដោយសារតែអាចថាមាន3ចំណុចទី1គឺដោយសារអ្នកដែលគាត់ជា freelancer គាត់ហាក់បីដូចជាមាន creativity ច្រើនឥឡូវបងមាន project design មួយបងតាក់ទងទៅស្រុកលេងនៅក្នុងការ project មួយហ្នឹងអញ្ចឹងបងបាន
អ្វីដែលថ្មីពីសលេងមកហើយដល់ពេលចាប់ពីសលេងមកអាចតាក់ទងជាមួយនឹងមានសៀងម្ដងទៀតទៅអ្វីដែលជា creativity គឺវាមកច្រើនណាទី2គឺបងគិតថាទំនួលខុសត្រូវដោយសារតែអ្នកការ freelance គាត់ត្រូវតែ deal មួយភ្ញៀវឲ្យច្បាស់ហើយចុះបើគាត់អត់សូវមានទំនួលខុសត្រូវខ្ពស់ទេអាហ្នឹងពិបាកហើយអញ្ចឹងដល់ពេលយើងធ្វើការមួយគាត់យើងអត់ចាំបាច់ថាមិនបាច់បារម្ភថាគាត់ត្រូវមកធ្វើការ office អត់គាត់ត្រូវចូលម៉ោងអត់គាត់ late អត់គាត់ OT អត់អីអត់អញ្ចឹងត្រូវថែមឲ្យគាត់អត់ចាំបាច់ទៅគិតរឿងហ្នឹងឯងបោះ project បោះ project គាត់ធ្វើហ្មងហ្នឹងហើយដល់ deadline នឹងគាត់ផ្ដល់បាទដល់ deadline គាត់ផ្ដល់ឲ្យយើងអញ្ចឹងបើអត់ទាន់ទេគឺយើងអត់ផ្ដល់នៅថវិកាឲ្យគាត់អញ្ចឹងទៅទី3បងគិតថាវាតាក់ទងជាមួយនឹងភាពមួយដែលអាចឲ្យយើងសិក្សាពីតម្រូវការដែលគាត់មើលឃើញទីផ្សារមកធំមកខាងទៀតណាព្រោះអ្នកខាងក្នុងគាត់អាចថាគាត់ឃើញតែខាងក្នុងដល់ពេលអ្នកខាងក្រៅជា freelance គាត់អាចមើលឃើញថាគួរតែ apply នៅកន្លែងនេះដាក់កន្លែងនេះអីចឹងទៅឲ្យ new idea ហ្នឹងហើយ inspiration ហ្នឹងហើយ inspiration បានបន្ថែមទៀតចឹងទៅពីប្រសាសន៍ការងារវាមានច្រើនដែរនៅក្នុងទម្រង់មួយហ្នឹងចឹងណាទាំងការងារ freelance ទាំងការងារបែបពេញម៉ោងហ្នឹងហើយទៅដល់ការងារមុខចង់សួរសូលេងថាបើសិនជាគាត់ដែលជាអ្នករៀនណាគាត់ចង់ធ្វើការងារ freelance ឬក៏គាត់អ្នកធ្វើការដែរណាយើងគិតថាតើការងារប្រភេទណាដែលគាត់អាចទៅធ្វើ freelance បានដែលគេអាចខ្លែងឲ្យគាត់បានគ្រប់ការងារទាំងអស់គាត់អាចធ្វើ freelance បានហើយគាត់ចេះតំណងនិងផ្សព្វផ្សាយខ្លួនឯងទៅលើប្រព័ន្ធ digital បងប្រភេទការងារគេខ្លះខាង digital marketing content creator ឬក៏ខាង software អី graphic និយាយទៅខាង accounting ឬក៏ខាងលក្ខណៈ finance គាត់អាចរកបានដែរបង freelance ឲ្យតែអតិថិជនគាត់ធ្វើការចឹងមិនន័យថាបើសិន freelance គ្រប់ការងារគឺអាចធ្វើក្នុង freelance បានការងារខ្លះដែលតាក់ទងនឹង confidential ចឹងយើងអាចធ្វើបានដូចជា government project or something គេ hire freelancer គេយកបុគ្គលិកផ្ទាល់ឯងមានន័យថាភាគច្រើនគាត់ធ្វើបានច្រើនជម្រើសប៉ុន្តែនៅក្នុងប្រភេទស្ថាប័នវិញស្ថាប័នឯកជនភាគច្រើនអត់អីទេតែបើស្ថាប័នរដ្ឋប្រហែលជារៀងពិបាកបន្តិចអញ្ចឹងណាហ្នឹងហើយបើចំពោះចំណុចទាំងអស់ពីបងគិតថាវាជាអាចថាទិសដៅមួយថ្មីដែរដើម្បីឲ្យយើងមើលឃើញពីការងារហើយក៏អាចបង្កើតឱកាសការងារបានច្រើនដែរនៅក្នុងការងារជាប្រភេទដូចជា designer ឬ graphic designer ផ្សេងហ្នឹងគាត់អាចមានចរន្តនៅក្នុងការស្វែងរកចំណូលរបស់គាត់ពេលថាយើងកំពុងតែប្រាប់ថាការងារអាចមានច្រើនប្រភេទណា part time full time ការងារដូច freelance ដូចយើងបាននិយាយហ្នឹងក៏ជាចំណែកមួយដែលធ្វើម៉េចឲ្យគាត់បានច្រើនដែរអញ្ចឹងណាមួយវិញទៀតគឺការងារទាំងអស់ហ្នឹងគឺវាសុទ្ធសឹងតែជាការងារមួយដែលអាចឲ្យគាត់រកចំណូលបានច្រើនដូចគ្នាដែរយើងចង់បន្ថែមបន្តិចទៅលើការងារបែបប្រភេទ freelance ណាមិញដោយសារទាំងអស់គ្នាហាក់បីដូចជាដូចថាមាន client មានការណែនាំប៉ុន្តែដល់ពេលគាត់ថ្មីឥឡូវគាត់ទៅបញ្ចប់ផ្ដើមដូចជាគាត់ជា content creator ហើយគាត់ចង់ធ្វើការផ្សព្វផ្សាយឲ្យក្រុមហ៊ុន1 2 3 4 5ប៉ុន្តែគាត់ត្រូវធ្វើការនៅក្នុងពេញម៉ោងគាត់ធ្វើវីដេអូឲ្យ1 2អញ្ចឹងណាអាចថាដំបូងទីគាត់អាចមានភាពពិបាកគេខ្លះហ្នឹងពិបាកទីមួយគឺរក client ហ្មងតែវាច្រើន freelancer វាច្រើនចាប់ផ្ដើមពី family របស់គាត់ចង់និយាយថាបងប្អូនពូមីងណាដែលគាត់ស្គាល់មានក្រុមហ៊ុនផ្ទាល់ខ្លួនអញ្ចឹងដូចជាហាងកាហ្វេមួយក៏គាត់អាចធ្វើបានដែរបើអញ្ចឹងមកហើយបើសិនរត់បានទេគាត់អាចមិត្តភក្តិគាត់មនុស្សចុងក្រោយគឺក្រុមហ៊ុនដែលយើងអត់ស្គាល់ហ្មងយើងរកតាម social media ក្រុមហ៊ុនណាតែកាយគេយើងទៅ note ទុកអីអស់ហើយយើងឆាត់ទៅគាត់ទៅជួយសុខលេខ្ញុំផ្សព្វផ្សាយអ្វីដែលគាត់បានរៀនហ្នឹងដែលគាត់មានវិជ្ជាដែលគាត់ធ្វើនៅសាលាហ្នឹងគាត់គួរតែផ្សព្វផ្សាយទៅលើប្រព័ន្ធ social media ដើម្បីឲ្យ client បានឃើញពីច្រើនប្រព័ន្ធ social media ហ្នឹងល្អសម្រាប់ freelancer ដែលគាត់គួរផ្សព្វផ្សាយវិជ្ជារបស់គាត់នៅលើហ្នឹងបើបងគិតថាឥឡូវបើយើងបែងចែកជាទម្រង់ផ្សេងគ្នាដំបូងទីគាត់គួរចាប់ផ្ដើមពីខ្លួនឯងហ្នឹងមានន័យថាបើសិនជាគាត់ចង់ទៅខាងcontent creator ឬក៏ content អ្នក produce content ផ្សេងអីហ្នឹងគាត់អាចចាប់ផ្ដើមពី media របស់ពួកគាត់ហ្មងគាត់ធ្វើអំពី video អំពី ABC អញ្ចឹងដល់ពេលគាត់មាន follower ច្រើនបងជឿជាក់ថាគាត់ងាយស្រួលទៅក្នុងការរកទៅដល់ដៃគូឬ client របស់គាត់ហើយអញ្ចឹងដៃគូឬ client របស់គាត់ហ្នឹងគឺគាត់មើលដំបូងផុតគឺតើគាត់ដែលជា BA ក្តីឬក៏គេហៅថា influencer ឬក៏ content creator ហ្នឹង KOL ហ្នឹងតើគាត់អាចធ្វើការផ្សព្វផ្សាយបានទំហំប៉ុណ្ណាអញ្ចឹងណាអញ្ចឹងបងគាត់ថាហ្នឹងជារឿងមួយដ៏ធំមែនតើអញ្ចឹងគាត់ទៀមទាថ្មីមានអ្នក follower ឲ្យគាត់បានច្រើនឬក៏អ្នកតាម subscribe គាត់បានច្រើនអញ្ចឹងទៅតែបើសិនចំពោះអ្នកដែលគាត់នៅក្នុងប្រភេទដូចជា designer web graphic design ឬក៏ប្រភេទគូអីចឹងគាត់គួរតែមានដូចជា portfolio គាត់ដូចគ្នាដែរដូចយើងមាន app Behance អីចឹងណាគាត់អាច post ទៅលើអ្វីដែលគាត់មានអ្វីដែលគាត់បានធ្វើម៉េចឲ្យគេពេលដែលគេចុចមើលទៅគេអាចដឹងថាពីស្នាដៃគាត់ប៉ុណ្ណាកម្រិតណាអញ្ចឹងទៅពួកគេអត់ទាន់ជឿជាក់លើគាត់ផ្ទាល់បើសិនបើគាត់ថ្មីអញ្ចឹងធ្វើម៉េចព្យាយាមបង្កើតគេហៅថាទំនុកចិត្តមួយដល់ client បានច្រើនហ្នឹងហើយផ្សព្វផ្សាយខ្លួនឯងគេថា personal branding ហ្នឹងអញ្ចឹងដោយសារតែយើងឃើញថាភាគច្រើនអ្នកដែលគាត់ជា freelancer មួយចំនួនគាត់ហាក់បីដូចជាពេលខ្លះដូចគាត់ start up ថ្មីអញ្ចឹងហ្នឹងហើយនឹងអ្នកដែលគាត់បង្កើតអាជីវកម្មថ្មីហ្មងឥឡូវយើងគិតមកពីហ្នឹងខុសគ្នាមិនយឺអាហ្នឹងដូចជាអត់សូវខុសគ្នាហ្មងទេ
តម្រូវតាមអាជីវកម្មដែរដូចជាអាជីវកម្ម like លក់ដូរអីហ្នឹងខុសគ្នាប្លែកហ្មងតែបើសិនអាជីវកម្មរបៀបលក់ជា service បើយើងបើក studio លក់ជា service like content អីចឹងទៅលក់ content លក់ website អីចឹងអាហ្នឹងដូចជា freelancer ដែរតែវាច្រើនអ្នកបើកអាជីវកម្មគឺគាត់មានជា team គាត់តែ freelancer វាច្រើនគាត់ធ្វើ alone តែពិតបើកន្លែងនេះវាល្អមែនតើបើគាត់អាច freelancer គាត់អាច convert ការធ្វើ freelance របស់គាត់ទៅជាអាជីវកម្មណាព្រោះយើងអាចចែកគ្នាមិញហ្នឹងយើងនិយាយគ្នាច្រើនណាថា freelancer គាត់អាច facing ទៅលើការងារមួយចំនួនដែលគាត់ពិបាកដោយសារបើសិនជាគាត់ប្រៀបធៀបមួយ freelancer ហើយនឹងអ្នកដែលធ្វើការនៅក្រុមហ៊ុនគឺថាគាត់មានផលវិបាករៀងខ្លួនប៉ុន្តែទោះថាតើមួយណាទៅល្អជាងបើយើងយកផលវិបាករបស់ freelancer ដែលថាគាត់អាចពិបាកនៅក្នុងការគ្រប់គ្រង client គាត់អាចពិបាកនៅក្នុងការធ្វើការបន្ថែមចុះបើគាត់មាន team មើលគាត់បង្កើតជាអាជីវកម្មតូចមួយទៅ in term of ការងាររបស់គាត់មានន័យថាគាត់រកបុគ្គលិកម្នាក់ជួយតាក់ទង client នៅហើយគាត់រកម្នាក់ទៀតជួយគ្រប់គ្រង account គាត់អីចឹងទៅឧទាហរណ៍ណាអញ្ចឹងប្រហែលជាវាហាក់បីដូចជាគាត់កំពុងតែ start up business ថ្មីដោយប្រើប្រាស់ភាពល្បីល្បាញរបស់គាត់ជាម្ចាស់ជាអ្នកនាំមុខអញ្ចឹងមានន័យថាបើសិនជាគាត់ធ្វើដូចថាគាត់ជំនាញខាងថតរូបបើគាត់មានតែកាមេរ៉ាគាត់ទៅ freelance ទៅថតឲ្យគេក៏វាពិបាកដែរត្រូវទេចុះបើសិនជាគាត់មាន studio នៅកន្លែងគាត់ផ្ទាល់អ្នកផ្សេងអាចមកថតបានអញ្ចឹងគាត់អាចកំពុងតែបម្រើសេវាកម្ម 2-3 at the same time ហ្នឹងអញ្ចឹងគាត់ដូចកំពុងបើកអាជីវកម្មមួយទៀតអញ្ចឹងអាហ្នឹងបងគិតថាវាល្អវាអាចជួយចំណូលគាត់ឲ្យបានច្រើនហើយមើលទៅវាអាចគង់វង្សយូរអង្វែងទៅបានហ្នឹងហើយតែយើងប្រើប្រាស់ភាពជា freelancer របស់យើងទៅដំបូងហ្នឹងហើយ freelancer ហ្នឹងគឺដូចជា phase ទី1តែសិនបើ start business ហ្នឹងជា phase ទី2អញ្ចឹងន័យថា freelancer យើងត្រូវរកជា foundation របស់យើង like យើងត្រូវស្គាល់អតិថិជនស្គាល់អីបានយើងចង់ឲ្យយើងបើក business យកមកហ្នឹងយើងអាចមាន connection យើងអាចមាន foundation យើងចេះ skill យើងស្គាល់មនុស្ស like ស្គាល់ human resource ដែលយើងអាចយកមកប្រើបានណា ដើម្បីអភិវឌ្ឍបន្តអូខេអញ្ចឹងដូចសប្តាហ៍នេះដូចយើងនិយាយបានច្រើនដែរតាក់ទងជាមួយដំបងទីយើងចង់ឲ្យជែកគ្នាទៅលើរឿងដោយសារថ្ងៃនេះថ្ងៃចូលឆ្នាំចិនណាយើងនិយាយពីការងារកំឡុងពេលចូលឆ្នាំចិនហ្នឹងឥឡូវបុគ្គលិកធ្វើការសុំអាំងប៉ាវអីចឹងទៅហើយក៏ជែកគ្នាតាក់ទងមួយការងារជា freelance ដែរដោយសារទាំងអស់គ្នាក៏សិតតែជាអ្នកធ្វើការងារ freelance ទាំងអស់គ្នាអញ្ចឹងណាហើយអរគុណសុកលេងហើយអរគុណមេសៀងដែលចូលរួមនៅក្នុង MR podcast ហ្នឹងហើយក៏អរគុណទៅដល់អ្នកដែលគាត់ជាប្រិយមិត្តដែលទស្សនាកម្មវិធីរបស់យើងរហូត keep continue keep checking ហើយ comment អីចឹងទៅអរគុណហើយជួបគ្នានៅសប្តាហ៍ក្រោយបាយបាយ